សួស្តីបងប្អូនអរគ្នាបាទវីដេអូនេះលោកគ្រូមកចែករំលែកតទៅការទីនិមន្តអត់បង្ហាញតទៅដំណោះស្រាយលំហាត់ទេគឺបង្ហាត់មកបង្ហាញតទៅការទីនិមន្តនៅពេលដែលប្រឡងអីគឺគេតែងទូរកអញ្ញត្តិខុសៗគ្នាមកតែគេចង់រកសម្ពាធគេចង់រកមៀតគេចង់រកស្ថានភាពគេចង់រកម៉ូលអញ្ចឹងណាបាទអញ្ចឹងជាពិសេសបងប្អូនដែលត្រៀមប្រឡងបាក់ឌុបហ្នឹងគឺត្រូវហ្មងវីដេអូហ្នឹងអាចថាបងប្អូនដែលអាចថាអត់ទាន់ច្បាស់ទៅតងការទីរមុននេះអាចមើលបានហ្នឹងហើយតោះអញ្ចឹងឧទាហរណ៍ថាយើងមានសមីការយើង PV បាទស្មើនឹង NRT បាទ NRT អញ្ចឹងបើសិនគេចង់រកសម្ពាធបើគេចង់រកសម្ពាធតើយើងទាញបានមិនយើងបាទនេះគូសំខាន់មកបើយើងច្រឡំបាទនេះយើងទីរមុនពីរមុននេះគឺ PV ស្មើ NRT និង PV ស្មើ NKBTចឹងបើសិនជាចង់រកទីរមុនចង់ទីរកសម្ពាធបាទទីរកពេទៅអានោះឲ្យពេយើងមើលវេជាមួយនឹងពេប្រមាណវិធីគឺប្រមាណវិធីអីប្រមាណវិធីគុណអញ្ចឹងបើសិនជាយើងបោះទៅអមម្ខាងទៀតគឺចែកអញ្ចឹងយើងបានបាទ NRT បាទចែកឲ្យវេអូខេដោយសារអីដោយសារយើងចង់បានសម្ពាធអញ្ចឹងបើមៀតនេះគុណមួយសម្ពាធយើងបោះទៅម្ខាងទៀតទៅគឺចែកតោះអញ្ចឹងបាទមួយទៀតតកតងជាមួយនឹងមៀតម្ដងអូមកគេចង់រកមៀតម្ដងបាទគេចង់រកមៀតដូចគ្នាយើងមើលមៀតតាមដល់អីបាទតាមដល់ V នេះអញ្ចឹងបើសិនយើងចង់រកមៀតយើងមើលសម្ពាធជាមួយនឹងមៀតនេះប្រមាណវិធីអីបាទដដែលប្រមាណវិធីគុណអញ្ចឹងបើសិនយើងចង់រកមៀតយើងទុកមៀតឡើងហ្នឹងហើយសម្ពាធនេះយើងបោះទៅអមម្ខាងទៀតទៅបាទគឺគុណបោះទៅចែកអញ្ចឹងទៅបាទអញ្ចឹងបាន N RT នៅលើពេតោះអញ្ចឹងបាទហ្នឹងតកតងនឹងសម្ពាធនិងមៀតហើយឡែកយើងមើលមួយទៀតឧទាហរណ៍បើសិនជាគេចង់រកចំនួនម៉ូលទៅបើចង់រកចំនួនម៉ូលហើយគេមានសមីការរបស់យើងមួយហ្នឹងតើយើងទាញបានចំនួនម៉ូលស្មើអីបាទចំនួនម៉ូលស្មើអីអញ្ចឹងបើយើងចង់រកម៉ូលគឺយើងមើលPV វាស្មើ N RT អញ្ចឹងយើងសួរថាតើនៅអញ្ញត្តិមួយ N នេះតើវាមានអក្សរអីខ្លះបាទមានអក្សរអីខ្លះតែប្រមាណវិធីនៅក្នុងមួយ N ហ្នឹងមានប្រមាណវិធីខ្លះអញ្ចឹងយើងទស្សនាទៅឃើញថាមានតែ R ហើយនឹង T គុណមួយ N អញ្ចឹងបើសិនជាករណីមានតែ R ហើយនឹង N គុណមួយRT នេះគុណមួយ N យើងចង់រក N បាទអត់ពិបាកទេយើងបោះបាទយើងបោះ RT ទៅម្ខាងទៀតទៅយើងមើលនេះអញ្ចឹង RT គុណមួយ N អញ្ចឹងបោះទៅម្ខាងទៀតគឺចែកបាទចែកប្រមាណវិធីគុណបោះទៅចែកអញ្ចឹងអា PV នៅដដែលបាទហើយ RT វាទៅក្រោយគេអញ្ចឹងវានៅក្រោមគេបាទ RT បាទ RT អូខេហើយមួយទៀតបើសិនចង់រកអីគេគ្នាចង់រកស្ថានភាពម្ដងស្ថានភាពយើងតាមតែតេនេះអញ្ចឹងយើងចង់រកស្ថានភាពយើងបោះទៅបានអីគេបាទតេស្មើនឹងដូចគ្នាដែរយើងមើល NR នេះ NR នេះគឺគុណមួយតេអញ្ចឹងបោះទៅអង្គតាមទៀតគឺចែកបាទអញ្ចឹងបានអីគេយើង PV ជាស្រ័យបាទ PV បាទយើងបាន PV ស្មើនឹងនៅលើនឹងបាទ NR បាទ NR បាទនេះគឺជាការទីរមុនរបស់យើងអញ្ចឹងគឺយើងអាចមើលបានកន្លែងណាអត់ច្បាស់អីអាច comment សួរបាននៅក្នុងវីដេអូនេះបាទអញ្ចឹងតកតងការទីរមុនតកតងវិធីសាស្ត្រគុណចែកអីយើងមានប៉ុណ្ណឹងហើយតកតងនឹងចំណុចទី2តកតងសមីការដូចគ្នាដែរអញ្ចឹងចំណុចទី2នេះបាទរមុនទី2នេះគឺគូទុកឲ្យ homework គ្នាយើងបាទសាករៀនទាញឲ្យអាច comment នៅក្នុងcomment បានបាទជម្រាបលាបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ